xua bong ចាជំរាបសួរ bong ឈ្មោះអីដែរ ឈ្មោះអ៊ីញ៉ាញ់ចុងភៅ អ៊ីញ៉ាញ់ចុងភៅមានន័យថាជាអ្នកមានរបរធ្វើចុងភៅនៅណាអីដែរឬក៏មិនដែរ មហូបការនៅប៉ោយប៉ែត អូធ្វើមហូបការនៅប៉ោយប៉ែតនឹងតែម្ដងបងណាបងខ្ញុំចង់សាកសួរព័ត៌មានបងខ្លះព្រោះឃើញបងមកកំពុងតែធ្វើបបរគ្រឿងបាទធ្វើបបរគ្រឿងគង់ទៅដល់កងកម្លាំងក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅភូមិព្រៃច័ន្ទណា ចា ដែលជាកន្លែងកំពុងតែមានរឿងរ៉ាវដោយសារតែទាហានថៃគេបានរីបលាលុះអីលើដីខ្មែរយើងហ្នឹង ចា ខ្ញុំចង់ដឹងថាបងបានមកធ្វើបបរនៅទីនេះប្រហែលថ្ងៃមកហើយបង ភ្លេចឲ្យច្រើនដងហើយ អញ្ចឹងយើងធ្វើច្រើនដងយើងធ្វើរាល់ថ្ងៃឬក៏យើងធ្វើចន្លោះថ្ងៃ ទៅខានម្ដង អញ្ចឹងអូពី3ថ្ងៃខានម្ដងអញ្ចឹងទៅបងណា បើរត់ពីដង100ដង អញ្ចឹងហើយបងធ្វើតែពេលណាខ្លះដែរពេលព្រឹកពេលថ្ងៃឬក៏ពេលរសៀលអីចឹងបង បើថ្ងៃនេះព្រឹកមិញបាយប្រគេនលោកផងហើយនឹង បាយកងកម្លាំង កងកម្លាំងផង400ប្រអប់ម្សិលមិញក៏400ប្រអប់ អញ្ចឹង ចា 400ប្រអប់ ចា ហើយខ្ញុំចង់ដឹងតិចដែរធ្វើម្ដងដូចបបរចេះបងធ្វើប្រហែលឆ្នាំអីដែរ ថ្ងៃនេះ4ខ្ទះ 4ខ្ទះ ចាមកសាមុនតែ2ខ្ទះហេហើយប្រហែលថ្ងៃមុនខ្ជុំនេះឆាបាយផងឆាបកាមីសួរដូចយើងដាក់តុកាអញ្ចឹងណា បាទ មួយថ្ងៃបាន500ប្រអប់2ថ្ងៃដែរ អូហើយយើងធ្វើចែកទៅអ្នកណាខ្លះដែរ ចែកកងកម្លាំងភាគច្រើន បបរហ្នឹងហ៎ ចាភាគច្រើនខ្ញុំផ្គត់ផ្គង់កងកម្លាំងណា អូ អាណិតគាត់ដែលគាត់ខំយាមអីចឹងណាសេសសល់បានឲ្យជាពលរដ្ឋ ចុះការចំណាយទៅលើការធ្វើបបរធ្វើអីហ្នឹងយ៉ាងម៉េចជាថាវិការផ្ទាល់ខ្លួនបងឬក៏បានវិការចូលរួមពីបងប្អូន ចូលរួម មានថាជាអ្នកស្គាល់គ្នាឬក៏អ្នកអីនៅប៉ោយប៉ែតហ្នឹងតែម្ដង ចាគេចូលរួមហើយធ្វើថ្ងៃនេះយើងដាក់ទូនៅវត្តណាដែលយើងឧបត្ថម្ភកងទ័ពទៅបានលុយមកយើងធ្វើបដ ாய் អូ ហើយគាត់នៅតែបងប្អូនយើងចូលរួមណា អូមានថាយើងដាក់មូលនិធិអីចឹងទៅទូនៅថា ចូលណា ដើម្បីយើងចូលរួមធ្វើអាហារធ្វើអីចឹងទៅ ចា អញ្ចឹងមានអ្នកចូលរួមហ្នឹងយើងបានក្នុងមួយចំណែក យកមកធ្វើទៅ យកមកធ្វើទៅណាបងណាបាទហើយខ្ញុំចង់ដឹងតិចដែរមានដំណើរដើមតងឬក៏ដើមចមអីខ្លះដែរដែលនាំឲ្យបងធ្វើអាហារធ្វើបបរធ្វើអីនឹងចែកជូនកងកម្លាំងអីនៅព្រៃច័ន្ទនេះ តាមពិតចូលចិត្តហ្មងទៅដល់ព្រះវិហារទៅដល់អីតាមន់តាកបីអីទៀតមានសុខទៅតាមទីពេទ្យទៀតទៅដល់ពេទ្យអីពេទ្យអគ្គពេទ្យភូមិភាគ4អីទៅ អញ្ចឹងតាំងពីមុនមកបងធ្លាប់ធ្វើមានថាយើងមិនមែនមិន សង្គ្រាមហ្នឹងមកដូច អូចាប់តាំងពីពេលដែលមានបញ្ហាជាមួយនឹងប្រទេសថៃហ្នឹងមកគឺធ្វើអញ្ចឹងរហូតមក ថ្ងៃ24 អូមុនព្រឹត្តិការណ៍24ហ្នឹង មុនប្រហែលថ្ងៃធ្វើការីទៅ10ផ្ទះទៅតាមន់ មុនព្រឹត្តិការណ៍24ហ្នឹងគូសាខ្ញុំធ្វើទៅ ធ្វើហោហែអញ្ចឹងហ្មង ថ្ងៃ24ព្រឹត្តិការណ៍ថ្ងៃ24ហ្នឹង កូនឯងដាក់កងទាំងអស់ហើយបាច់លៀងថ្មី បាទកងទ័ពជួរមុខហើយបន្ទាប់ពីសង្គ្រាមចប់មកពួកយើងធ្វើស្បៀង បាទអញ្ចឹងមានថានេះយើងកើតពីកូនចិត្តមួយមានថាយើងអាណិតដល់កងទ័ពដល់អីអញ្ចឹងណា សំណោះហ្នឹងគ្រាន់តែមើលទូរស័ព្ទក៏ស្រក់ទឹកភ្នែកដែរខ្ញុំណា បាទ ចឹងបាននេះថារួចរាល់ខាងនេះទៅខាងតាកបីអីចឹងចង់ទៅពេលដែលគេឲ្យចូលទៅធ្វើសុកគោទៅតាកបីទៀតតែមុនបានទៅការីតាមន់នេះតាកបី អញ្ចឹងនេះចាត់ទុកថាជាទឹកចិត្តមួយដែលយើងឃើញកងទ័ពកងកម្លាំងយើងគាត់ធ្វើកិច្ចការដើម្បីការពារជាតិការពារទឹកដីយើង យើងគ្រាន់ឧបត្ថម្ភប៉ុណ្ណឹងមានបាយ បាទអញ្ចឹងការចំណាយកម្លាំងចំណាយទាំងធនធានអីនេះគឺអត់មានស្ដាយសំណោះអត់មានគិតថាហត់គិតតែអីអត់ទេ ចូលចិត្តហើយ គឺថាចេញមកដូចថាធ្វើទាំងអស់ហ្នឹងសុបាយហើយដូចមានកម្លាំងចិត្តមកពីណាអញ្ចឹងមក មិន400ប្រអប់ បាទ គាត់ទៅដល់វត្តភ្លាមខ្ញុំនៅវត្តតាគាត់ទៅដល់វត្តភ្លាមចុងភៅគេដាំទឹកស៊ុបបដើមកសង្ងំបន្តិចចេញមកតទៀតចឹង ធ្វើជាប់រហូត ចាអត់អីចូលចិត្ត អញ្ចឹងជាទឹកចិត្តល្អ ចា ចុះបើមានអ្នកណាគេឃើញវីដេអូហ្នឹងគេចង់ចូលរួមជាមួយបងអីដើម្បីធ្វើអីចឹងទៀតគេអាចចូលរួមបានទេ ចាចូលបាន អាចចូលបានហ៎គេអាចតាក់ទងតាមណាអីដែរមានលេខទូរស័ព្ទមានអីទេ មាន លេខប្រមាណអីគេអាចតាក់ទងមកបងបាន 012 បាទ 82 3186លេខហ្នឹង Telegram ក៏លេខហ្នឹងណា បាទសុំម្ដងទៀតបង 012 82
31 86 បាទអញ្ចឹងសម្រាប់បងការចូលរួមគ្នានាពេលនេះគឺជារឿងសំខាន់ណាការ ចា ជា សាម អ្នក គ្គីទេ ជាអ្នកជួក្រោយអញ្ចឹង ចា យើងជួយ ចា អញ្ចឹងជារឿងសំខាន់ណាសម្រាប់ ចង់និយាយថាញាតញោមយើងញាតមិត្តយើងទាំងអស់ឲ្យតែមានចំហធ្វើ បាទ គេចូលរួមរហូតណា បាទអរគុណច្រើនបងសូម ចា បាន ចា បុណ្យកុសលធំ ចាចា បាទអរគុណច្រើនបងជម្រាបលា ចា